thá tôi không lấy đâu chụp riêng số bằng bóng xóa cô mong bóng một can thạ riêng phía xa Việt Nam rồi bao mình chia mặt đối bằng riêng phía xa Việt Nam sẽ dương được xoay vô nơi pramประโยค về đại dương từ xa phía tì pìต่อหาแล้วយើងចាប់ដើមនៅប្រយោគរបស់យើងវិញម្ដងប្រយោគលេខទី6ខ្ញុំយកបន្តាចាំនៅក្នុងភាសាវៀតណាមគេនឹងនិយាយថា tôi lấy mà 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 តោះឥឡូវយើងចាប់ដើមនៅប្រយោគលេខ7របស់យើងវិញម្ដងខ្ញុំអត់យកទេខ្ញុំអត់យកទេខ្ញុំអត់យកទេចឹងភាសាវៀតណាមយើងនឹងនិយាយថា tôi không lấy đâu 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 ខ្ញុំអត់យកទេចឹងប្រយោគលេខទី8របស់យើងខ្ញុំចង់ជួលខ្ញុំចង់ជួលចឹងភាសាវៀតណាមគេនឹងនិយាយថា tôi muốn thuê 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 យើងបន្តនៅ clear ប្រយោគរបស់យើងប្រយោគលេខទី9ខ្ញុំចង់កំងម្ហូបខ្ញុំចង់កំងម្ហូបចឹងភាសាវៀតណាមនឹងនិយាយថា tôi muốn gọi món 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 ឃ្លាមួយនេះដែរគឺបងប្រើប្រាស់នៅក្នុងកលតិស័កមួយគឺបងកំពុងតែនៅក្នុងហាងពេលដែលបងកាន់ម៉នុយហើយបងហៅអ្នកដែលក្នុងហាងហ្នឹងគាត់មកហៅអាហារយើងចង់ហៅអាហារទៅគាត់ណាបងណាចុះយើងប្រើប្រយោគមួយហ្នឹងគឺបានតោះឥឡូវយើងចាប់ដើមនៅប្រយោគលេខ10របស់យើងនៅថ្ងៃនេះ clear ប្រយោគចុងបញ្ចប់ខ្ញុំយកម្ហូបហ្នឹងឧទាហរណ៍យើងកាន់ម៉នុយណាបងណា tôi lấy món này 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 បើឲ្យឃើញនៅក្នុង clear របស់ពាក្យថា tôi lấy món này ពាក្យទី3 món ពាក្យថា món នេះបើសិនជាបកប្រែមកជាភាសាខ្មែររបស់យើងបកថាមុខម្ហូបមុខម្ហូបឬមួយក៏ប្រដាប់ប្រដាអ្វីមួយឧទាហរណ៍មកម៉ងហើយម៉ងបាម៉ងយើងរាប់ចំនួនណាបងណាបាទអញ្ចឹងយើងបានឈានដល់ប្រយោគចុងបញ្ចប់របស់យើងនៅថ្ងៃនេះសង្ឃឹមថាបងនឹងអាចអានបានក៏ដូចជាអនុវត្តបាននៅទស្សនវិជ្ជាជាក់ស្ដែងនៅខាងក្រៅពេលដែលបងទៅលេងនៅវៀតណាមឬក៏ទៅប្រកបការងារនៅវៀតណាមអរគុណបងជម្រាបលាជួបគ្នាលើក្រោយទៀតណាបងណាអរគុណ